ខ្ញុំសូមជូនបច្ចុប្បន្នភាពសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនឥឡូវនេះស្ថានភាពកាន់តែមានភាពក្តៅខ្លាំងឡើងទាំងទៅលើជ្រុងនយោបាយការទូតហើយនឹងទៅលើសមរភូមិយោធាផងដែរថាតើស្ថានភាពវាយ៉ាងម៉េចចឹងខ្ញុំសូមសង្ខេបចំណុចសំខាន់ជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺទី1វិទ្យាសាស្ត្រសិក្សាអំពីសង្គ្រាមគាត់វិតម្លៃថាការផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មានរបស់រុស្ស៊ីដែលអះអាងថាស្ថានភាពនៅសមរភូមិគឺសមរភូមិជួរមុខរបស់ទាហានអ៊ុយក្រែននឹងដួលរលំនៅពេលឆាប់ខាងមុខនេះគឺមិនទាន់ជារឿងពិតនៅឡើយទេពីព្រោះខាងរុស្ស៊ីគាត់ថាឥឡូវនេះទាហានរបស់អ៊ុយក្រែនគឺខ្សត់ខ្សោយទាំងកម្លាំងប្រយុទ្ធខ្សត់ខ្សោយទាំងគ្រាប់រំសេវដែលរងចាំតែថ្ងៃដួលរលំទេពេលហ្នឹងគឺរុស្ស៊ីរុលទៅមុខដោយគ្មានការជំទាស់ក៏ប៉ុន្តែវិទ្យាស្ថានសិក្សាអំពីសង្គ្រាមគាត់ថាមិនដូច្នោះទេគឺការទប់ទល់របស់អ៊ុយក្រែននៅតែរឹងមាំដដែលគ្រាន់តែតំបន់មួយចំនួនឧទាហរណ៍ដូចជានៅប៉ុក្រូវហើយនឹងហ៊ូឡៃផូលបាទហ៊ូឡៃផូលហ្នឹងគឺមានការដណ្ដាបមែនដោយខាងរុស្ស៊ីកំពុងតែពាត់ជាច្រើនក៏ប៉ុន្តែវាមិនធ្ងន់ធ្ងរទូទាំងមុខព្រួញទាំងអស់នោះទេបាទនេះគឺជាការវិវត្តទី1ណាហើយទី2វិញគឺលោកប្រធានាធិបតីរបស់អ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ថាប្រខាងក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ុយក្រែនហើយនឹងរដ្ឋមន្ត្រីនឹងជារដ្ឋមន្ត្រីក្រសួងលោក Romarov ដែលជាអ្នកដែលទទួលបន្ទុកខាងក្រុមប្រឹក្សាការពារជាតិរបស់ខាងប្រទេសអ៊ុយក្រែនគឺជាអ្នកដឹកនាំប្រតិភូមកចរចាជាមួយសហរដ្ឋអាមេរិកសម្រាប់ការចរចាគ្នានៅថ្ងៃអាទិត្យនេះនៅសហរដ្ឋអាមេរិកអញ្ចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបើមានលទ្ធផលយ៉ាងណាខ្ញុំនឹងជម្រាបជូនប្រិយមិត្តហើយការដែលកើតមានឡើងនេះគឺក្រោយពីខាងភាគីទាំងពីរបានជួបប្រជុំគ្នាម្ដងហើយកាលពីថ្ងៃទី29បាទសំទោសកាលពីថ្ងៃទី23ខែវិច្ឆិកាដែលក្នុងការចរចានោះគឺមានការចូលរួមរបស់ខាងសហភាពអឺរ៉ុបអាមេរិកនិងអ៊ុយក្រែននៅទីក្រុងហ្សឺណែវគឺតាក់ទងជាមួយនឹងផែនការសន្តិភាពនោះផងដែរឥឡូវនេះគឺលោកអ៊ូម៉ារ៉ូគាត់មកជំនួសលោកអាន់ឌ្រីយេម៉ាក់បានលាលែងចេញពីតំណែងដោយសារតែពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវពុករលួយហើយគាត់បានលាលែងចេញពីតំណែងតែម្ដងគាត់ជាអ្នកដែលគេហៅថាជាមនុស្សចំណិតរបស់លោក Zelensky អញ្ចឹងដូច្នេះអត់មានលោក Andriy Yermak គឺលោក Zelensky ហាក់ដូចជាបាត់ស្លាបមួយចំហៀងអញ្ចឹងណាបាទបាត់ស្លាបមួយចំហៀងក៏ប៉ុន្តែលោកUmarev គាត់ក៏ជាអ្នកដែលចរចាដ៏សំខាន់របស់អ៊ុយក្រែនក្នុងពេលកន្លងមកផងដែរបាទនេះជាការវិវត្តតាក់ទងជាមួយនឹងសង្គ្រាមរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែនអញ្ចឹងខ្ញុំសូមជម្រាបជូនប្រិយមិត្តតែប៉ុណ្ណេះអញ្ចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅល្ងាចនេះខ្ញុំនឹងជូនបច្ចុប្បន្នភាពបន្ថែមទៀតហើយនឹងមានការឆ្លើយសំណួរចម្លើយផងដែរបើខ្ញុំឃើញមានសំណួរច្រើនប៉ុន្តែចាំទុកល្ងាចចាំយើងចរចាគ្នាឆ្លើយខ្លះៗចឹងណាបាទដោយឡែកព័ត៌មានទី4វិញខ្ញុំសូមដកស្រង់ពីសេចក្តីរាយការណ៍របស់សារព័ត៌មាន Al Jazeera បានរាយការណ៍ឲ្យដឹងថានៅប្រទេសហ្វីលីពីនគឺមានមនុស្សរាប់ម៉ឺននាក់បាទគាត់ប្រាប់ពាក្យថារាប់ម៉ឺននាក់បានចេញមកតវ៉ានៅតាមបណ្ដោយផ្លូវនានានៅក្នុងរដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីនដោយទាមទារឲ្យលោកលោក Ferdinand Marcos ដែលជាប្រធានាធិបតីនឹងចុះចេញពីតំណែងដោយសារតែពាក់ព័ន្ធជាមួយនឹងអំពើពុករលួយតាក់ទងជាមួយនឹងការចំណាយរបស់រដ្ឋាភិបាលក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកជំនន់ហើយក្រុមដែលចេញមកតវ៉ាហ្នឹងគឺរៀបចំដោយគឺអង្គការមួយដែលគេហៅថាជាអង្គភាពប្រឆាំងអំពើពុករលួយចលនារបស់ប្រជាពលរដ្ឋប្រឆាំងនឹងអំពើពុករលួយគឺពួកគេបានចាប់ផ្ដើមធ្វើការតវ៉ានៅថ្ងៃអាទិត្យនេះដើម្បីទាមទារហើយបានដើររហូតដល់វិមានរបស់ប្រធានាធិបតីតែម្ដងហើយអ្នកខ្លះនោះមានកាន់រូបភាពលោកម៉ាកូ
ហើយនឹងអ្នកស្រីអនុប្រធានាធិបតីគឺសារ៉ាឌូថឺថេដោយធ្វើរូបអ្នកទាំងពីរនេះធ្វើជាសត្វក្រពើថាក្រពើពុករលួយហើយបានសរសេរផ្លាកខ្លះដាក់ថាលោកម៉ាកូទៅតែម៉ាកូសជាច្រឡំម៉ាកូសទៅតែចុះចេញពីតំណែងលាលែងចេញពីតំណែងទៅហើយគឺត្រូវឲ្យមន្ត្រីពុករលួយទាំងអស់ហ្នឹងទទួលខុសត្រូវក្រុមអ្នករៀបចំក៏ថាអ្នកដែលចូលរួមមានជាង 20,000 នាក់ហើយនេះជាការមួយដែលបង្ហាញនៅការខឹងសម្បាចំពោះមន្ត្រីរដ្ឋាភិបាលហ្វីលីពីនដែលពួកគេចោទថាបានកឹបកេងលុយកាក់អស់រាប់ trillion peso បាទដែលពាក់ព័ន្ធជាមួយនឹងអ្នកនយោបាយនានាជាពិសេសអ្នកដែលជាសម្ព័ន្ធមិត្តរបស់លោកម៉ាកូសនឹងតែម្ដងដែលពួកគេបានចោទប្រកាន់អ្នកទាំងអស់នោះថាលួចលុយរាប់ billion peso ហ្នឹងតាក់ទងជាមួយនឹងកិច្ចសន្យាសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកជំនន់ហើយដោយឡែកគឺគម្រោងមួយចំនួនអត់មានបានសាងសង់ទេហើយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនសាងសង់ហើយក៏អន់គុណភាពអញ្ចឹងហើយបានជាពួកគេខឹងសម្បាតវ៉ាណាក្នុងការតវ៉ាហ្នឹងគឺមានកើតមានឡើងដោយសារតែពួកគេខឹងសម្បាដោយសារតែខ្យល់ព្យុះទីហ្វុងកាលពីប្រហែលសប្តាហ៍មុនខ្ញុំធ្លាប់បានរាយការណ៍ដែរគឺមានព្យុះទីហ្វុងមួយហើយមួយទៀតពីរជាប់គ្នាមួយអាទិត្យម្ដងពេលហ្នឹងគឺបានធ្វើឲ្យខូចខាតលំនៅឋាននិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនហើយថែមទាំងសម្រាប់មនុស្សអស់ជាង250នាក់ទៀតនៅហ្វីលីពីនពេលហ្នឹងបាទដោយសារតែគ្រោះវាធ្ងន់ពេកអញ្ចឹងហើយពួកគេក៏ខឹងសម្បាដោយសារថាអ្វីដែលរដ្ឋាភិបាលយកលុយរាប់ពាន់លានយកទៅធ្វើបែរជាមិនបានមានគុណភាពពួកគេខឹងសម្បាតវ៉ាបាទនេះគឺជាការតវ៉ារបស់ប្រជាពលរដ្ឋប៉ុន្តែលោកប្រធានាធិបតីអះអាងថាលោកមិនមានពាក់ព័ន្ធជាមួយនឹងការចាប់ប្រកាន់អំពើពុករលួយទាំងអស់នោះទេស្តៀងគ្នានេះដែរគឺការសរុបរបស់សារព័ត៌មាន The Nation គាត់បានឲ្យដឹងថាខ្យល់ព្យុះនៅតំបន់អាស៊ីអាគ្នេយ៍សំទោសខ្យល់ព្យុះនិងទឹកជំនន់នៅតំបន់អាស៊ីអាគ្នេយ៍គឺបានឆក់យកជីវិតមនុស្សអស់ប្រមាណជា600នាក់ហើយណានៅប្រទេសម៉ាឡេស៊ីថៃហើយនិងឥណ្ឌូនេស៊ីហើយគឺមានមនុស្សប្រមាណជា4លាននាក់ដែលរងផលប៉ះពាល់ដោយសារតែទឹកជំនន់ហើយនឹងខ្យល់ព្យុះនោះក្នុងពេលនោះគឺមានមនុស្សរាប់ម៉ឺននាក់ទៀតនៅតែមិនទាន់បានវិលត្រឡប់ទៅលំនៅឋាននៅឡើយទេគឺជាបញ្ហាធ្ងន់ធ្ងរហើយនៅប្រទេសឥណ្ឌូនេស៊ីបានរងផលប៉ះពាល់ខ្លាំងជាងគេគឺចំនួនអ្នកដែលស្លាប់បាត់បង់ជីវិតនឹងមានប្រមាណជា435នាក់រីឯនៅប្រទេសថៃអ្នកស្លាប់ហ្នឹងគឺតួលេខបានឡើងទៀតហើយម្សិលមិញគឺ162ណាប៉ុន្តែនៅថ្ងៃនេះតួលេខថ្មីគឺបានបញ្ជាក់ថាអ្នកស្លាប់គឺមាន170នាក់ហើយអ្នកស្លាប់នៅម៉ាឡេស៊ីម្សិលមិញមាន2ឥឡូវនេះឡើងដល់3នាក់ហើយបានដោយឡែកនៅខាងប្រទេសស្រីលង្កាឯនោះវិញនោះបាទក៏មានបញ្ហាគ្រោះថ្នាក់ដែរនៅថ្ងៃហ្នឹងគឺមានខ្យល់ព្យុះយ៉ាងខ្លាំងបណ្ដាលឲ្យមានមនុស្សយ៉ាងហោចណាស់ចំនួន153នាក់បានស្លាប់បាត់បង់ជីវិតហើយ191នាក់ទៀតនៅបាត់ខ្លួននៅឡើយហើយនឹងមានប្រជាពលរដ្ឋជាងកន្លះលាននាក់រងផលប៉ះពាល់បាទនេះគឺជាគ្រោះធម្មជាតិដែលកើតមានឡើងក្នុងពេលនេះនៅបាតំបន់អាស៊ីខាងត្បូងហើយនិងអាស៊ីអាគ្នេយ៍អញ្ចឹងនៅអាស៊ីអាគ្នេយ៍ឡើងដល់ជាង1600នាក់នៅខាងអាស៊ីខាងត្បូងនោះបាននៅនោះក៏ជួបប្រទះនឹងផងដែរ